កម្ពុជានូវែលហ្សេឡង់បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតនៅវេលាព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឲ្យរូបឯកឧត្តមនិងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់កម្ពុជាជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនូវែលហ្សេឡង់កម្ពុជានិងបានគូបញ្ជាក់ថានូវែលហ្សេឡង់ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាហើយនូវែលហ្សេឡង់នឹងបន្តគាំទ្រក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណកម្ពុជាដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងនូវែលហ្សេឡង់និងអាស៊ានពិសេសការគាំទ្រលើការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងនូវែលហ្សេឡង់ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅប្រទេសម៉ាឡេស៊ីកាលខែតុលាឆ្នាំ2025កន្លងទៅនេះសម្ដេចបវរធិបតីបានសម្ដែងនៅសេចក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូមកកម្ពុជានាពេលនេះនិងបានគូបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀតសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជននូវែលហ្សេឡង់ដែលបានគាំទ្រដល់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជានិងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ1990រហូតមកដល់ពេលបច្ចុប្បន្នសម្ដេចបវរធិបតីក៏បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី3រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដែលបានរៀបចំឡើងកាលពីខែសីហាកន្លងទៅនិងលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តយន្តការនេះឲ្យបានទៀងទាត់ដោយសម្ដេចបវរធិបតីជឿជាក់ថាយន្តការនេះនឹងរួមចំណែកកាន់តែច្រើនដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជននិងឯកជនព្រមទាំងរវាងប្រជាជននិងប្រជាជនថែមទៀតផងទន្ទឹមនេះសម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថាពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះកម្ពុជាក៏បានបង្កើតការិយាល័យតំណាងនៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលហ្សេឡង់ផងដែរក្នុងគោលបំណងពង្រីកនៅកលានុវត្តភាពវិនិយោគនិងជំរុញការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អថែមទៀតសម្ដេចបវរធិបតីនិងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់រួមមានពាណិជ្ជកម្មវិនិយោគអប់រំកសិកម្មទេសចរណ៍ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននិងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិផងដែរមុននឹងបញ្ចប់សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជាថៃដោយសង្កត់ធ្ងន់ថាកម្ពុជានឹងនៅតែបដិញ្ញាអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡំពួរប្រទេសម៉ាឡេស៊ីកម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញាសន្ធិសញ្ញាដែលមានស្រាប់និងច្បាប់អន្តរជាតិ